គាត់នេះអាយុ48ឆ្នាំហើយនៅសល់តែ2ឆ្នាំទៀតទេគឺអាយុ50ហើយប៉ុន្តែមើលទៅគាត់គឺក្មេងខ្លាំងមែនតើវីដេអូមួយនេះខ្ញុំបង្ហាញពីវិធីសាស្ត្រមួយចំនួនដែលបងប្អូនអាចអនុវត្តដើម្បីឲ្យយើងក្មេងជាងវ័យនិយាយទៅកុំឲ្យយើងនឹងឆាប់ចាស់ទៅតាមអាយុរបស់យើងអញ្ចឹងណាទី1គឺកាត់បន្ថយជាតិស្ករយើងដឹងហើយតាមរយៈការសិក្សាស្រាវជ្រាវមួយចំនួនហើយនឹងការស្រាវជ្រាវមួយនេះដែលខ្ញុំលើកឡើងគឺ glucose ហើយនឹង fructose គឺមានទំនាក់ទំនងទៅនឹងអាមីណូអាស៊ីតដែលនៅក្នុង collagen របស់យើងដែលកាលណាជាតិស្ករកាន់តែច្រើនវាធ្វើឲ្យរាងកាយយើងបង្កើត glycogen end product មានន័យថាធ្វើឲ្យយើងនឹងឆាប់ចាស់មុនអាយុទី2គឺបារីហើយនឹងជាតិអាល់កុលស្រាផ្សេងហ្នឹងក៏ធ្វើឲ្យស្បែកយើងឆាប់ចាស់មុនអាយុដែរដោយពេលដែលយើងញ៉ាំជាតិអាល់កុលច្រើនឬក៏ញ៉ាំជាតិអាល់កុលមិនថាស្រាក្រហមស្រាអីទេញ៉ាំចូលទៅវាធ្វើឲ្យរាងកាយយើង deplete vitamin មានន័យថាមិនវាអាចស្រូបយកវីតាមីនបានជាពិសេសវីតាមីន A ដែលសំខាន់មែនទែនសម្រាប់ជួយដល់ស្បែកយើងអញ្ចឹងតាមរយៈការសិក្សាមួយចំនួនគេបង្ហាញថាខ្ញុំដាក់លើអេក្រង់មើលគឺញ៉ាំស្រាហើយនឹងជក់បារីហ្នឹងគឺមានតំណែងទៅហ្នឹងធ្វើឲ្យស្បែកយើងឆាប់ចាស់មុនអាយុស្បែកយើងនៅក្មេងតែស្បែកយើងមើលទៅឆាប់ចាស់អញ្ចឹងណាមិនត្រឹមតែស្បែកទេបងប្អូនខួរក្បាលយើងក៏ឆាប់ចាស់ដែរយើងឆាប់ភ្លេចភ្លាំងយើងអត់សូវចង់ចាំបានល្អអញ្ចឹងណាឥឡូវយើងដឹងពីរបស់ដែលយើងគួរជិះហើយតើយើងគួរធ្វើអ្វីដើម្បីជួយស្បែកយើងកាន់តែស្អាតហើយកុំឲ្យយើងឆាប់ចាស់ជាងអាយុទី1គឺលំហាត់ប្រាណ